មេរៀនជីវិតក្នុងដំណើរជីវិតរបស់យើងរហូតមកយើងឃើញថាមានជួបមានព្រាត់ដូច្នេះយើងក៏បីបដិបត្តិឲ្យបានត្រឹមត្រូវតាមពុទ្ធដីកាក្នុង2ចំណុចនេះគឺ1ត្រូវចេះស្រឡាញ់អ្នកដទៃឲ្យបានល្អនៅពេលដែលអ្នកដទៃនោះបានចូលមកដល់ជីវិតរបស់យើងពលគឺត្រូវចេះស្រឡាញ់ដោយមេត្តាហើយមានការពិចារណាឲ្យប្រាសចាកការហួងហែង2ត្រូវចេះស្រឡាញ់ខ្លួនឯងឲ្យបានល្អនៅពេលដែលអ្នកដទៃនោះបានចេញពីជីវិតរបស់យើងទៅវិញពោលគឺត្រូវចេះយកកុសលធម៌ជាទីពឹងដែលជាការជួយខ្លួនឯងឲ្យរួចផុតអំពីសេចក្តីទុក្ខសោកអាឡោះអាល័យអ្វីជាការពិតដោយបរមត្ថមានហេតុផលត្រឹមត្រូវគឺសុទ្ធតែជាមេរៀនឲ្យចម្រើនបញ្ញាមិនមែនសម្រាប់ឲ្យហួងហែងហើយសោកសៅនោះឡើយជំនួយសតិភាគទី22ទំព័រ83ដល់84